4 កតេបណ្ឌិតជប៉ុនមានអត្តន័យស៊ីជម្រៅបណ្ដុះចិត្តឲ្យចេះតស៊ូហើយផ្លូវចិត្តស្ងប់នឹងបញ្ហាហេតុអ្វីប្រជាជនជប៉ុនមានចិត្តចេះតស៊ូនិងមានចិត្តអំណត់យ៉ាងខ្លាំងនេះក៏ព្រោះតែពួកគេមានការអប់រំនិងមានចំណេះដឹងដែលនាំឲ្យពួកគេចេះគិតពិចារណាដោយខ្លួនឯងទើបប្រជាជនជប៉ុនមានបេះដូងចេះតស៊ូនិងធ្វើកិច្ចការងារយ៉ាងឆ្លាតវៃបំផុតហើយក៏ជាប្រទេសមួយដែលមានក្តីសុខខាងផ្លូវចិត្តផងដែរព្រោះតែពួកគេចេះរីករាយនឹងខ្លួនឯងហើយផ្លូវចិត្តមានចិត្តស្ងប់ផងដែរកតេបណ្ឌិតទី1របស់ជប៉ុនគឺថាបើបញ្ហារបស់អ្នកអាចដោះស្រាយបានទេចូលព្យាយាមដោះស្រាយឲ្យអស់ពីចិត្តហើយបើបញ្ហាណាមួយអ្នកមិនអាចដោះស្រាយបានទេក៏មិនត្រូវព្រួយបារម្ភពីវាដែរព្រោះវាគ្មានផលប្រយោជន៍នោះទេនេះវាមានន័យថាកុំព្យាយាមអង្គុយកើតទុកចំពោះបញ្ហាណាដែលនៅឆ្ងាយពីដៃដែលមិនអាចដោះស្រាយបានអ្នកគួរតែព្យាយាមដោះស្រាយបញ្ហានៅក្នុងដៃហើយខំដោះស្រាយបញ្ហាហ្នឹងឲ្យចេញជាលទ្ធផលនោះចិត្តរបស់អ្នកនឹងបានស្ងប់កតេបណ្ឌិតទី2របស់ជប៉ុនគឺថាអ្នកត្រូវយកពេលវេលានិងខួរក្បាលមកគិតលើការងារពេលនេះគឺជាការងារដែលកំពុងធ្វើកុំយកខួរក្បាលទៅគិតរឿងដែលកន្លងហួសបើអ្នកចាយពេលវេលាត្រូវជីវិតអ្នកនឹងរីកចម្រើនព្រោះតែអ្នកគិតលើការងារដែលមានប្រយោជន៍ហើយពេលអ្នកធ្វើការងារដែលមានប្រយោជន៍អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងនឹងមានតម្លៃហើយចិត្តរបស់អ្នកក៏បានស្ងប់ផងដែរកតេបណ្ឌិតទី3របស់ជប៉ុនគឺថាអ្នកមានបំណងសាងជីវិតឲ្យអស្ចារ្យអ្នកត្រូវសាងជីវិតដូចជាកម្មចិន្តាបើអ្នកមានការបរាជ័យគ្រប់គ្រាន់អ្នកនឹងរកឃើញវិធីធ្វើឲ្យសម្រេចមិនខានឡើយការដែលមានគោលដៅធំនោះអ្នកត្រូវតែមានចំណងនិងការគិតដែលមានគំនិតច្នៃប្រឌិតនោះទើបអាចសម្រេចជោគជ័យបានការសម្រេចជោគជ័យលើរឿងណាមួយតម្រូវឲ្យអ្នកតស៊ូនិងប្រើគំនិតច្នៃប្រឌិតជាច្រើនបន្តកន្ទុយគ្នាកុំប្រញាប់អីចូលធ្វើដំណើរមួយនោះអ្នកនឹងសម្រេចគោលដៅហើយកតេបណ្ឌិតទី4របស់ជប៉ុនគឺថាចូលធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានសល់ប៉ុន្មានទុកឲ្យពេលវេលាជាអ្នកកំណត់តាមជោគវាសនាទៅចុះមានន័យថាអ្នកត្រូវព្យាយាមធ្វើឲ្យអស់លទ្ធភាពហើយធ្វើការតាមក្តីស្រមៃរបស់ខ្លួននោះទោះបីពេលខ្លះលទ្ធផលមិនដូចចិត្តក៏ដោយក៏អ្នកអាចមានចិត្តស្ងប់ផងដែរព្រោះលទ្ធផលទាំងអស់នេះវាអាចជាលទ្ធផលព្រេងវាសនាខ្លះផងដែរ